សួស្តីបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងអ្នកគ្រូម្ដងទៀតដែលថ្ងៃនេះដែរអ្នកគ្រូលើកយកលំហាត់មួយទៀតនៅក្នុងមេរៀនប្លង់តេមកធ្វើការបកស្រាយសម្រាប់បងប្អូនទាំងអស់គ្នាគេថាបរិសម្នាក់បានបណ្ដាម៉ូតូឡើងប្លង់តេមួយដែលមានកម្ពស់4ម៉ែត្រនិងចម្ងាយ6ម៉ែត្រគេដឹងថាម៉ូតូនេះមានទម្ងន់2700ញូតុនចូលរកកម្លាំងចលករដែលត្រូវបញ្ចេញអញ្ចឹងអ្វីដែលគេសួររកនៅក្នុងលំហាត់នេះគេសួររកកម្លាំងចលករដែលត្រូវបញ្ចេញដោយគេប្រាប់កម្ពស់របស់ប្លង់តេប្រវែងរបស់ប្លង់តេជាមួយនឹងទម្ងន់របស់ម៉ូតូដែលជាទម្ងន់របស់បន្ទុកអញ្ចឹងនៅក្នុងការរកកម្លាំងចលករដែលត្រូវបញ្ចេញអូនអាចធ្វើបានតាមគោលការណ៍រក្សាកម្មន្តតាមគោលការណ៍រក្សាកម្មន្ត WR គឺស្មើជាមួយនឹង WE ដែល WR របស់យើងគឺស្មើជាមួយនឹង FR គុណជាមួយនឹង H ហើយ WE របស់យើងគឺស្មើឲ្យ FE គុណជាមួយនឹង L ចា៎តែអីដែលគេចង់រកគេសួររកកម្លាំងចលករដែលជា FE អញ្ចឹងយើងទាញរក FE មកអញ្ចឹងនាំឲ្យ FE គឺស្មើជាមួយនឹង FR គុណជាមួយនឹង H ចែកឲ្យ L ចា៎ដោយទម្ងន់របស់បន្ទុក FR របស់យើងគឺស្មើជាមួយនឹង2700ញូតុនកម្ពស់របស់ប្លង់តេគឺស្មើជាមួយនឹង4ម៉ែត្រចំណែកឯប្រវែងរបស់ប្លង់តេគឺស្មើជាមួយនឹង6ម៉ែត្រយើងយកតម្លៃទាំងអស់នេះមកជួសចូលក្នុងរូបមន្តមកអញ្ចឹងគេបានកម្លាំងចលករគឺស្មើជាមួយនឹង2700គុណជាមួយនឹង4ចែកឲ្យ5 6អញ្ចឹងស្មើជាមួយនឹង1800ញូតុនអញ្ចឹងដូចនេះកម្លាំងចលករដែលត្រូវបញ្ចេញគឺស្មើជាមួយនឹង1800ញូតុនអញ្ចឹងលំហាត់របស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ